ចាជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាសំណួរស្វ័យសិក្សាជីវវិទ្យាថ្ងៃទី12ភាគ3អញ្ចឹងនៅក្នុងសំណួរភាគ3នេះយើងដូចគ្នាដែរត្រៀមខ្លួនចំពោះការរៀបចំសម្ភារៈសំណួរសំខាន់រួមមានសំណួរដំណើរលំអងសម្បត្តិនិមិត្តភ្នាក់ងារដំណើរលំអងដែលនៅក្នុងមេរៀនអង្គសូរស្ពាំសំណួរទី2តើមានអ្វីកើតឡើងនៅពេលអង្គភ្លុកប្រាសាទធ្វើដំណើរឆ្លងកាត់ស៊ីណាប់សំណួរទី3តើលំពេងផលិតអរម៉ូននៃគេខ្លះហើយបញ្ជាក់នីតិនៃអរម៉ូននីមួយៗសំណួរទី4ហេតុអីបានជាសីតុណ្ហភាពទាបពេកឬខ្ពស់ពេកធ្វើឲ្យអង់ស៊ីមខូចគុណភាពនៅសំណួរចុងក្រោយតើផូស៊ីលនឹងត្រូវបានបន្សល់ទុកក្នុងទម្រង់ជាអីគេខ្លះទៅតើផូស៊ីលនឹងមានសារៈសំខាន់អ្វីខ្លះចឹងក្រោយពីបងអូនអនុវត្តហើយឥឡូវយើងមកមើលចម្លើយជាគំនិតខ្លីៗចឹងហេតុអីបានជាគេធ្វើដំណើរលំអងសម្បត្តិនិមិត្តត្រូវយល់សិនថាដំណើរលំអងសម្បត្តិនិមិត្តនោះមានន័យថាម៉េចគឺជាការផ្ទេរគ្រាប់លំអងធ្លាក់ទៅលើ stigmat នៃផ្កាមួយផ្សេងទៀតតាមតម្រូវការរបស់មនុស្សមានថាមនុស្សអ្នកធ្វើគេកន្លែងហ្នឹងគឺមនុស្សចឹងហេតុអីបានជាមនុស្សធ្វើដំណើរលំអងសម្បត្តិនិមិត្តហ្នឹងគឺមនុស្សចង់បង្កាត់ពូជរុក្ខជាតិដែលទទួលបានលក្ខណៈថ្មីហើយមនុស្សចង់បានចឹងហើយនេះជាគំនិតណាចឹងដំណើរលំអងសម្បត្តិនិមិត្តហ្នឹងធ្វើឡើងក្នុងគោលបំណងដើម្បីបង្កាត់ពូជរុក្ខជាតិហើយទទួលបាននៅលក្ខណៈថ្មីដែលមនុស្សចង់បានភ្នាក់ងារដំណើរលំអងជារួមមានទឹកខ្យល់ការពីទឹកនិងខ្យល់ក៏មានសត្វល្អិតដែលជាភ្នាក់ងារដំណើរលំអងហើយមានបក្សីនិងសត្វផ្សេងទៀតដែលដូចជាឃ្មុំដូចជាមេអំបៅហ្នឹងដែលជាភ្នាក់ងារដំណើរលំអងសំណួរទី2តើមានអ្វីកើតឡើងនៅពេលអង្គភ្លុកប្រាសាទឆ្លងកាត់ស៊ីណាប់សំណួរនេះក្នុងមេរៀនប្រព័ន្ធប្រាសាទណាតម្រូវប្រាសាទហ្នឹងហើយចឹងនៅពេលដែលអង្គភ្លុកប្រាសាទឆ្លងកាត់ស៊ីណាប់យើងត្រូវយល់អីទៅជាស៊ីណាប់គឺជាលំហតូចចន្លោះពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀតឬក៏និយាយឲ្យវែងជាងហ្នឹងគឺជាលំហតូចដែលចន្លោះពីចុងអាក់សូនមួយទៅនឹងដើមនៃដង់ទ្រីតនៃណឺរ៉ូនមួយទៀតតែនិយាយឲ្យស្រួលស្ដាប់ហ្មងទៅថាជាលំហរវាងណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀតចឹងនៅពេលអង្គភ្លុកធ្វើដំណើរដល់ចុងអាក់សូនវាធ្វើឲ្យថង់សារធាតុគីមីហ្នឹងផ្ទុះបែកពេលដែលផ្ទុះបែកទៅក៏បញ្ចេញនៅនេះអាក្របតូចហ្នឹងយើងហៅថាណឺរ៉ូនបញ្ជូនសារអញ្ចឹងនៅពេលអង្គភ្លុកប្រាសាទធ្វើដំណើរដល់ចុងអាសូនថង់សារធាតុគីមីផ្ទុះបែកបញ្ចេញអីបញ្ចេញណឺរ៉ូនបញ្ជូនសារហើយណឺរ៉ូនបញ្ជូនសារនោះក៏ឆ្លងកាត់ស៊ីណាប់ទៅភ្ជាប់អីចុចហ្នឹងគឺភ្ជាប់ធ្ងន់នៅលើដង់ទ្រីតនៃណឺរ៉ូនបន្ទាប់ហើយការកកើតអង្គភ្លុកប្រាសាទក៏ត្រូវបានចាប់ដើមបន្តហើយបន្តធ្វើបែបនេះរហូតចឹងចម្លើយហ្នឹងខ្លីៗនៅពេលអង្គភ្លុកប្រាសាទធ្វើដំណើរដល់ចុងអាសូនថង់សារធាតុគីមីផ្ទុះបែកបញ្ចេញនៅរបញ្ជូនសារឆ្លងកាត់ស៊ីណាប់ហើយភ្ជាប់ទៅលើដង់ទ្រីតភ្ជាប់ធ្មួទៅលើដង់ទ្រីតនៃនៅរបន្ទាប់ហើយបង្កើតបានជាអង្គភ្លុកប្រាសាទសំណួរទី3រំពេញផលិតអរម៉ូនអីជាទូទៅអ្នកនរនេះតាំងនិយាយអាំងស៊ូលីននិងក្លូយកាកុងតែអ្នកគ្រូក្នុងនេះអ្នកគ្រូនិយាយឲ្យច្បាស់ជាងមុនបន្តិចទៅដើម្បីឲ្យយើងអាចឆ្លើយសំណួរទោះបីគេបង្រៀនបង្កើតសំណួរ3 4ទៀតក៏យើងអាចចេះឆ្លើយបានដែរអញ្ចឹងពេលខ្លះគេអត់សួរអញ្ចឹងឯងគេសួរថាតើកោសិកាបេតានិងអាល់ហ្វារបស់លំពេងផលិតអរម៉ូនអីអញ្ចឹងយើងយល់ឲ្យច្បាស់បេតានេះកោសិកាបេតាខាងក្រៅនេះគឺផលិតអរម៉ូនអាំងស៊ូលីនហើយដែលអាល់ហ្វាខាងក្នុងនេះផលិតអរម៉ូនក្លូយកាកុងអញ្ចឹងកោសិការបស់លំពេងនៅក្នុងសភៅយើងសរសេរច្បាស់ណាអ៊ីឡូឡង់ស៊ីរ៉ង់អញ្ចឹងកោសិកាអ៊ីឡូឡង់ស៊ីរ៉ង់មាន2ប្រភេទគឺកោសិកាបេតានិងអាល់ហ្វាបេតាអាំងស៊ូលីនអាល់ហ្វាគឺក្លូយកាកុងផលិតក្លូយកាកុងហ្នឹងបេតាផលិតអាំងស៊ូលីនហ្នឹងគឺសម្រាប់ធ្វើអីប្រមូលជាតិស្ករលើសឬក៏ដកជាតិស្ករលើសពីឈាមទៅដាក់ក្នុងថ្លើមនិងសាច់ដុំផ្ទុយមកវិញកោសិកាអាល់ហ្វារបស់លំពេងផលិតអរម៉ូនក្លូយកាកុងសម្រាប់ដកជាតិស្ករដែរតែពីថ្លើមនិងសាច់ដុំទៅដាក់ឲ្យឈាមវិញពីរអ្នកហ្នឹងដកដូចគ្នាតែមួយដកពីឈាមទៅដាក់ថ្លើមសាច់ដុំមួយដកពីថ្លើមសាច់ដុំទៅឲ្យឈាមនៅករណីដែលយើងអត់ញ៉ាំអាហាររយៈពេលយូរទៅក្លូយកាកុងចេញហើយតែពេលយើងញ៉ាំអាហារលឿនភ្លាមអាំងស៊ូលីនបញ្ចេញវិញសំណួរទី4គឺតកតងនឹងមេរៀនអង់ស៊ីមហេតុអ្វីបានជាសីតុណ្ហភាពទាបពេកឬខ្ពស់ពេកធ្វើឲ្យអង់ស៊ីមខូចគុណភាពអញ្ចឹងអ្នកនរនេះត្រូវយល់ថាអង់ស៊ីមជាអីអញ្ចឹងយើងឆ្លើយសិនមកដោយសារអង់ស៊ីមគឺជាប្រូតេអ៊ីនអញ្ចឹងនៅពេលដែលសីតុណ្ហភាពទាបពេកឬខ្ពស់ពេកវាធ្វើឲ្យចំណងប៉បទិកហ្នឹងរលាព្រោះប្រូតេអ៊ីនតែប៉ះសីតុណ្ហភាពខ្ពស់ចំណងប៉បទិករលាហើយអញ្ចឹងផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែនដែលនាំឲ្យប្រែប្រួលទម្រង់របស់ប្រូតេអ៊ីនអញ្ចឹងมันអាចធ្វើការជាអង់ស៊ីមបានទៀតទេអញ្ចឹងចម្លើយវាមាន keyword សំខាន់
3ដែលអ្នកនរត្រួតយល់ចំណងពពតិករលាបផ្ដាច់សម្ព័ន្ធអ៊ីដ្រូសែននិងប្រែប្រួលទម្រង់របស់ប្រូតេអ៊ីនអញ្ចឹងហើយធ្វើឲ្យសីតុណ្ហភាពមានឥទ្ធិពលទៅលើការខូចគុណភាពរបស់ប្រូតេអ៊ីនឬក៏ខូចគុណភាពរបស់អង់ស៊ីមសំណួរចុងក្រោយតកតងនឹងផូស៊ីលអញ្ចឹងផូស៊ីលដែលត្រូវបានបន្សល់ទុកមកជាយូរមកហ្នឹងគឺយើងអាចរកឃើញក្នុងទម្រង់ជាឆ្អឹងជាស្លាកស្នាមឬក៏ជាសារពាង្គកាយទាំងមូលនេះហើយតាមរយៈការមើលផូស៊ីលធ្វើឲ្យយើងដឹងពីអីប្រវត្តិរបស់ផែនដីអាកាសធាតុផែនដីសម័យមុនយើងអាចផ្ដាច់ត្រេនេះការកកើតនៃភាពរស់ការរីកចម្រើននៃភាពរស់និងការវិនិច្ឆ័យផុតពូជនៃភាពរស់មួយចំនួនដែលកើតឡើងតាំងពីសម័យយូរលង់ណាស់មកហើយអញ្ចឹងយើងផ្ដាច់ជាត្រេមកទៀតបានតែអ្នកគ្រូទៅសេប៉ុណ្ណឹងបើយើងយល់ថាអានេះពេលវាកកើតវារីកចម្រើនវាវិនិច្ឆ័យឲ្យយើងចាប់ខ្លឹមវាកន្លែងហ្នឹងឲ្យបានអញ្ចឹងក្នុងភាគ4នេះមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាក្នុងវីដេអូភាគ5